ពេលនេះយើងរកឃើញក្រុមចំនួន32ក្រុមហើយនៅសល់16ក្រុមទៀតក្នុងនោះដែរមានដូចជាម្ចាស់ផ្ទះ3មានកាណាដាមេស៊ីកូអាមេរិកជប៉ុនញូហ្សេឡង់អ៊ីរ៉ង់អាហ្សង់ទីនអ៊ុយបេគីស្ថានកូរ៉េខាងត្បូងជូដិនអូស្ត្រាលីប្រេស៊ីលអេក្វាដ័រឬហ្គាយកូឡុំប៊ីប៉ារ៉ាហ្គាយម៉ារ៉ុកទូនីស៊ីអេស៊ីបអាហ្សេរីហ្គាណាកូពេវ៉ាដេសតអាហ្វ្រិកាកាតាអង់គ្លេសអារ៉ាប៊ីសាអូឌីតអៃរីកូស្តាសេនេហ្គាល់បារាំងក្រូអាតប៉ូទុយហ្គាល់និងណ័រវេហើយនៅសល់16ក្រុមទៀតនៅជម្រុះវគ្គបន្តកីឡាករវ័យក្មេងអ៊ុយ17ដែលមានតម្លៃខ្លួនថ្លៃជាងគេចេញពី Transfer Market ក្នុងនោះដែរ Neymar នៅឆ្នាំ2009គឺមានតម្លៃ180លានអឺរ៉ូ Sterling នៅឆ្នាំ2011មានតម្លៃ160លានអឺរ៉ូ Hazard នៅឆ្នាំ2007មានតម្លៃ150លានអឺរ៉ូ Coutinho នៅឆ្នាំ2009មានតម្លៃ150លានអឺរ៉ូ Foden នៅឆ្នាំ2017មានតម្លៃ150លានអឺរ៉ូ Pedri នៅឆ្នាំ2019មានតម្លៃ140លានអឺរ៉ូ Sancho នៅឆ្នាំ2017មានតម្លៃ30លានអឺរ៉ូ Osimhen នៅឆ្នាំ2015មានតម្លៃ120លានអឺរ៉ូ Trent នៅឆ្នាំ2015មានតម្លៃ110លានអឺរ៉ូ Chouameni នៅឆ្នាំ2017មានតម្លៃ100លានអឺរ៉ូ Ter Stegen នៅឆ្នាំ2009មានតម្លៃ90លានអឺរ៉ូ Isco នៅឆ្នាំ2009មានតម្លៃ90លានអឺរ៉ូ Son នៅឆ្នាំ2009មានតម្លៃ90លានអឺរ៉ូ Alisson នៅឆ្នាំ2009មានតម្លៃ90លានអឺរ៉ូ Ronaldinho នៅឆ្នាំ1997មានតម្លៃ80លានអឺរ៉ូ Casemiro នៅឆ្នាំ2009មានតម្លៃ80លានអឺរ៉ូ Toni Kroos នៅឆ្នាំ2007មានតម្លៃ80លានអឺរ៉ូ Rodriguez នៅឆ្នាំ2007មានតម្លៃ80លានអឺរ៉ូ Kobayashi នៅឆ្នាំ2023មានតម្លៃ80លានអឺរ៉ូ Laporte នៅឆ្នាំ2001មានតម្លៃ75លានអឺរ៉ូ90មីនុតកីឡាករលេង20ប្រកួតដែលសុទ្ធបានច្រើនជាងគេនៅក្នុងពិភពលោកក្នុងនោះដែរ Haaland ឈរនៅលេខ1សុទ្ធបាន32គ្រាប់ក្នុងចំណោម20ប្រកួត Harry Kane សុទ្ធបាន29គ្រាប់ក្នុងចំណោម23ប្រកួត Mbappe សុទ្ធបាន23គ្រាប់ក្នុងចំណោម20ប្រកួត Martinez សុទ្ធបាន12គ្រាប់ក្នុងចំណោម19ប្រកួតនិង Vidal សុទ្ធបាន12គ្រាប់ក្នុងចំណោម22ប្រកួត32គ្រាប់សម្រាប់ Haaland ដែលសុទ្ធទៅលើក្រុមផ្សេងៗមានដូចជា Bauer 2គ្រាប់ក្រុម Bournemouth 1គ្រាប់ Israel 3គ្រាប់ Brighton 1គ្រាប់ Everton 2គ្រាប់ Geelong 1គ្រាប់ Vizela 1គ្រាប់ Armenia Romania 5គ្រាប់ Man U 2គ្រាប់ Bournemouth 2គ្រាប់ Napoli 1គ្រាប់ Dortmund 1គ្រាប់ Arsenal 1គ្រាប់ Liverpool 1គ្រាប់ Burnley 1គ្រាប់ Estonia 2គ្រាប់ Monaco 2គ្រាប់និងអ៊ីតាលី2គ្រាប់Norway បានឡើងទៅលេង World Cup ជាលើកទី2នៅឆ្នាំ2021កាលពីឆ្នាំ1998 Norway បានឡើងទៅលេង World Cup ដែរក្នុងចំណោមនោះមានឪពុករបស់ Haaland ហើយនៅលោក Ole Gunnar Solskjaer គឺជាកីឡាករតែពេលនេះ Erling Haaland និងក្រុមរបស់គាត់ដែលមានខ្សែបម្រើ Martin Odegaard និងខ្សែប្រយុទ្ធផ្សេងល្អៗផ្សេងៗបានជួយឲ្យក្រុមមួយនេះឡើងទៅលេងនៅក្នុងការប្រកួត World Cup 2026នៅសហរដ្ឋអាមេរិក មេស៊ីកូ និងកាណាដានេះគឺជាលើកទី2សម្រាប់ពួកគេហើយយ៉ាងណាមិញខ្សែប្រយុទ្ធ Erling Haaland គឺជាភាពលេចធ្លោមួយដែលអាចជួយនៅវែងឡើងដល់ទីនេះបានគឺជាការគួរភ្ញាក់ផ្អើលកាលពីយប់មិញគឺក្រុមប៉ូទុយហ្គាល់មានអ្នក hat-trick ដល់ទៅ2នាក់ក្នុងនោះដែរគឺ Joan Neves hat-trick 3គ្រាប់ហើយនិងកីឡាករ Bruno hat-trick
3 គ្រាប់ដែរធ្វើឲ្យប៉ូទុយហ្គាល់យកឈ្នះទៅលើក្រុមអាមេនីក្នុងលទ្ធផល9-1 លទ្ធផលនេះធ្វើឲ្យប៉ូទុយហ្គាល់ឡើងទៅលេងវគ្គជុំចុងក្រោយវគ្គចែកពូជដោយស្វ័យប្រវត្តិ World Cup នៅសហរដ្ឋអាមេរិក កាណាដា និងមេស៊ីកូ So far นั่นដែរវាជាការរីករាយបំផុតដែលអាចឈ្នះ Champions League ឬ Premier League ជាមួយ Chelsea វាគ្មានគោលដៅអ្វីផ្សេងក្រៅពីនេះទេគូបញ្ជាក់ផងដែរថាកីឡាករ Insolven នឹងដែរត្រូវបាន Chelsea ទិញពី Benfica ក្នុងតម្លៃ120 លានផោនហើយគេក៏ជាកីឡាករខ្សែអំដៅស្នូលសំខាន់បំផុតរបស់ក្រុមជម្រើសជាតិអាសង់ទីនផងដែរ